នៅពេលនិយាយអំពីព្រៃដ៏ធំនិងអាចកំបាំងបំផុតនៅលើផែនដីមនុស្សភាគច្រើនតែងតែនឹកឃើញដល់ព្រៃ Amazon ព្រៃដ៏ធំសម្បើមនេះលាតសន្ធឹងលើប្រទេសចំនួន9ក្នុងទ្វីបអាមេរិកខាងត្បូងហើយគ្របដណ្ដប់លើផ្ទៃដីប្រមាណ 5.5 លានគីឡូម៉ែត្រការ៉េវាជាព្រៃត្រូពិចធំបំផុតនៅលើពិភពលោកនិងជាកន្លែងដែលមានជីវៈចម្រុះច្រើនជាងគេមនុស្សជាច្រើនហៅព្រៃ Amazon ថាសួតរបស់ផែនដីព្រោះវាមានតួនាទីសំខាន់ក្នុងការជួយរក្សាលំនឹងអាកាសធាតុនិងវដ្តទឹកព្រៃនេះមានដើមឈើរាប់ពាន់លានដើមនិងជាជម្រកសត្វរុក្ខជាតិនិងសត្វល្អិតរាប់លានប្រភេទនៅពេលអ្នកឈានជើងចូលទៅក្នុងព្រៃ Amazon អ្នកនឹងឮសំឡេងបក្សីសំឡេងសត្វស្វាសំឡេងសត្វល្អិតនិងសំឡេងទឹកហូរដែលរួមគ្នាបង្កើតជាបរិយាកាសដ៏អស្ចារ្យដើមឈើខ្ពស់ៗបាំងពន្លឺព្រះអាទិត្យធ្វើឲ្យតំបន់ជាច្រើននៅក្នុងព្រៃមានភាពងងឹតស្ទើរតែពេញមួយថ្ងៃទន្លេ Amazon ដែលហូរកាត់ព្រៃនេះគឺជាទន្លេដែលមានបរិមាណទឹកច្រើនជាងគេនៅលើពិភពលោកវាផ្គត់ផ្គង់ទឹកដល់សត្វនិងរុក្ខជាតិរាប់មិនអស់ហើយជាផ្លូវធម្មជាតិសម្រាប់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់អ្នកវិទ្យាសាស្ត្រជាច្រើនបានចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាព្រៃនេះប៉ុន្តែរហូតមកដល់សព្វថ្ងៃពួកគេនៅតែជឿថាមានផ្នែកជាច្រើននៃព្រៃដែលមិនទាន់ត្រូវបានស្រាវជ្រាវពេញលេញជារៀងរាល់ឆ្នាំមានការរកឃើញសត្វនិងរុក្ខជាតិប្រភេទថ្មីៗដែលមនុស្សមិនធ្លាប់ស្គាល់ពីមុនមកក្រៅពីធម្មជាតិដ៏អស្ចារ្យព្រៃ Amazon ក៏ជាទីជម្រករបស់កុលសម្ព័ន្ធជនជាតិដើមភាគតិចជាច្រើនពួកគេរស់នៅដោយផ្អែកលើធម្មជាតិបរបាញ់នេសាទនិងប្រមូលផ្លែឈើពីព្រៃកុលសម្ព័ន្ធខ្លះនៅតែរក្សារបៀបរស់នៅបុរាណហើយមិនសូវមានទំនាក់ទំនងជាមួយពិភពខាងក្រៅអ្វីដែលធ្វើឲ្យព្រៃ Amazon កាន់តែអាចកំបាំងគឺរឿងព្រេងជាច្រើនដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយមានអ្នកខ្លះនិយាយថានៅក្នុងព្រៃមានទីក្រុងបុរាណដែលត្រូវបានបាត់បង់ខណៈអ្នកផ្សេងទៀតនិយាយអំពីសត្វចម្លែកដែលមិនទាន់ត្រូវបានរកឃើញទោះជាយ៉ាងណារឿងទាំងនេះភាគច្រើនជារឿងព្រេងហើយមិនទាន់មានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់នោះទេព្រៃ Amazon ក៏ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការកាប់បំផ្លាញព្រៃការដុតព្រៃនិងការជីកយកដែរបញ្ហាទាំងនេះកំពុងគំរាមកំហែងដល់សត្វព្រៃរុក្ខជាតិនិងសហគមន៍ជនជាតិដើមភាគតិចដែលរស់នៅទីនោះទោះបីជាមានការគំរាមកំហែងក៏ដោយព្រៃ Amazon នៅតែជាកន្លែងដ៏អស្ចារ្យមួយដែលពោរពេញទៅដោយអាចកំបាំងនិងការរកឃើញថ្មីៗរាល់ការស្រាវជ្រាវថ្មីៗបានបង្ហាញថាយើងនៅមិនទាន់ស្គាល់ព្រៃនេះទាំងស្រុងនៅឡើយទេប្រសិនបើយើងអាចធ្វើដំណើរត្រឡប់ទៅអតីតកាលប្រហែល50ទៅ60លានឆ្នាំមុនយើងនឹងឃើញថាតំបន់ដែលសពថ្ងៃជាព្រៃ Amazon មានសភាពខុសប្លែកពីសពថ្ងៃយ៉ាងខ្លាំងនៅពេលនោះផ្នែកខ្លះនៃតំបន់នេះនៅក្រោមទឹកសមុទ្រខណៈផ្នែកផ្សេងទៀតជាវាលទំនាបនិងព្រៃតូចៗបន្ទាប់ពីការប៉ះទង្គិចនៃផ្ទាំងសម្បកផែនដីភ្នំ Andes បានចាប់ផ្ដើមលេចឡើងនៅភាគខាងលិចនៃទ្វីបអាមេរិកខាងត្បូងការកកើតភ្នំនេះបានផ្លាស់ប្ដូរទិសដៅនៃទឹកទន្លេនិងបង្កើតប្រព័ន្ធទន្លេថ្មីៗមុនពេលភ្នំ Andes មានកម្ពស់ខ្ពស់ទឹកនៅតំបន់ Amazon ហូរទៅកាន់មហាសមុទ្រ Pacific ប៉ុន្តែបន្ទាប់ពីភ្នំកាន់តែខ្ពស់ទឹកត្រូវបានរារាំងហើយចាប់ផ្ដើមហូរទៅទិសខាងកើតរហូតចូលមហាសមុទ្រអាត្លង់តិកនេះជាកំណើតនៃទន្លេ Amazon ដ៏អស្ចារ្យក្នុងរយៈពេលរាប់លានឆ្នាំភ្លៀងធ្លាក់ជាបន្តបន្ទាប់និងអាកាសធាតុក្តៅសើមបានធ្វើឲ្យដើមឈើលូតលាស់យ៉ាងក្រាស់ព្រៃតូចៗបានភ្ជាប់គ្នាคล้ายជាព្រៃភ្លៀងដ៏ធំសម្បើមដែលយើងស្គាល់សពថ្ងៃនៅពេលដែលព្រៃកាន់តែធំសត្វនិងរុក្ខជាតិជាច្រើនបានវិវត្តទៅជាប្រភេទថ្មីៗដោយសារតំបន់ខ្លះត្រូវបានបំបែកដោយទន្លេធំៗនិងព្រៃក្រាស់ប្រភេទសត្វជាច្រើនបានរស់នៅដាច់ដោយឡែកពីគ្នាជាច្រើនលានឆ្នាំក្រោយមកពួកវាបានវិវត្តខុសគ្នាបង្កើតជាជីវៈចម្រុះដ៏សម្បូរបែបអ្នកវិទ្យាសាស្ត្របានស្មានថាព្រៃ Amazon មានដើមឈើជាង390,000លានដើមនិងរុក្ខជាតិប្រហែល 16,000 ប្រភេទវាជាប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញដែលសត្វនិងរុក្ខជាតិទាំងអស់ពឹងផ្អែកលើគ្នាទៅវិញទៅមករាប់ពាន់ឆ្នាំមុនមនុស្សបានចូលមករស់នៅក្នុងព្រៃនេះពួកគេបានរៀនប្រើធនធានធម្មជាតិដោយមិនបំផ្លាញបរិស្ថានពួកគេដាំដំណាំបរបាញ់នេសាទនិងបង្កើតភូមិជាច្រើននៅតាមដងទន្លេអស់រយៈពេលយូរអ្នកស្រាវជ្រាវខ្លះធ្លាប់គិតថាព្រៃ Amazon មិនអាចគ្រប់គ្រងមនុស្សរស់នៅច្រើនបានទេប៉ុន្តែការស្រាវជ្រាវសម័យថ្មីបានរកឃើញសំណល់ភូមិផ្លូវនិងដីកសិកម្មបុរាណដែលបង្ហាញថាធ្លាប់មានសហគមន៍ដ៏ធំរស់នៅទីនេះអាចកំបាំងមួយទៀតគឺដីខ្មៅដែលគេហៅថា Terra Preta វាជាដីដែលសម្បូរសារធាតុចិញ្ចឹមខុសពីដីធម្មជាតិជុំវិញអ្នកវិទ្យាសាស្ត្រជឿថាដីនេះត្រូវបានមនុស្សបុរាណបង្កើតឡើងដោយលីធ្យូមឆ្អឹង
និងសំណល់រុក្ខជាតិដើម្បីបង្កើតជីជាតិដីរហូតមកដល់សព្វថ្ងៃទេរ៉ាប្រេតានៅតែជាប្រធានបទដែលអ្នកវិទ្យាសាស្ត្រកំពុងសិក្សាព្រៃ Amazon មិនត្រឹមតែបង្កើតភ្លៀងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយគ្រប់គ្រងអាកាសធាតុនៅតំបន់ជាច្រើននៃទ្វីបអាមេរិកខាងត្បូងដើមឈើបញ្ចេញចំហាយទឹកទៅក្នុងបរិយាកាសបង្កើតពពកនិងភ្លៀងដែលមានសារៈសំខាន់សម្រាប់កសិកម្មនិងជីវិតរបស់មនុស្សរាប់លាននាក់ដោយសារតែប្រវត្តិដ៏យូរអង្វែងនិងការវិវត្តជាបន្តបន្ទាប់ព្រៃ Amazon បានក្លាយជាកន្លែងដែលពោរពេញដោយអាថ៌កំបាំងជាច្រើនរាល់ការស្រាវជ្រាវថ្មីៗតែងតែបង្ហាញព័ត៌មានថ្មីដែលជួយឲ្យយើងយល់កាន់តែច្បាស់អំពីព្រៃដ៏អស្ចារ្យនេះប៉ុន្តែអាថ៌កំបាំងពិតប្រាកដរបស់ព្រៃ Amazon មិនស្ថិតនៅត្រឹមការកកើតរបស់វាប៉ុណ្ណោះទេវាស្ថិតនៅក្នុងសត្វរាប់ពាន់ប្រភេទដែលខ្លះមានសមត្ថភាពរស់រានមានជីវិតយ៉ាងអស្ចារ្យហើយខ្លះទៀតនៅតែមិនទាន់ត្រូវបានមនុស្សស្គាល់នៅវគ្គបន្ទាប់យើងនឹងទៅសិក្សាស្វែងយល់អំពីសត្វនិងរុក្ខជាតិដ៏អាថ៌កំបាំងដែលរស់នៅក្នុងព្រៃ Amazon និងមូលហេតុដែលអ្នកវិទ្យាសាស្ត្រចាត់ទុកវាជាឃ្លាំងជីវៈចម្រុះដ៏ធំបំផុតនៅលើផែនដីបន្ទាប់ពីយើងបានស្វែងយល់ពីប្រវត្តិនៃការកកើតព្រៃ Amazon ឥឡូវនេះដល់ពេលចូលទៅស្គាល់ពិភពរស់នៅដ៏អស្ចារ្យដែលលាក់ខ្លួននៅក្រោមដំបូលព្រៃយ៉ាងក្រាស់ព្រៃ Amazon ត្រូវបានគេចាត់ទុកថាជាឃ្លាំងជីវៈចម្រុះដ៏ធំបំផុតនៅលើផែនដីព្រោះនៅទីនេះមានសត្វនិងរុក្ខជាតិរាប់លានប្រភេទដែលភាគច្រើនរស់នៅក្នុងតំបន់តូចៗហើយខ្លះទៀតនៅតែមិនទាន់ត្រូវបានមនុស្សស្គាល់នៅពេលពន្លឺព្រះអាទិត្យរះឡើងសំឡេងបក្សីរាប់រយប្រភេទបានបន្លឺឡើងពេញព្រៃសត្វស្វាចាប់ផ្ដើមលោតពីមែកឈើមួយទៅមែកឈើមួយខណៈសត្វល្អិតរាប់ពាន់ក្បាលចាប់ផ្ដើមធ្វើសកម្មភាពប្រចាំថ្ងៃជីវិតនៅទីនេះហាក់ដូចជាមិនដែលស្ងប់ឡើយសត្វដែលល្បីជាងគេមួយគឺខ្លា Tiger វាជាខ្លាព្រៃធំបំផុតនៅទ្វីបអាមេរិកនិងជាអ្នកប្រមាញ់កំពូលក្នុងព្រៃ Amazon ខ្លា Tiger មានកម្លាំងខ្លាំងអាចហែលទឹកបានយ៉ាងល្អនិងអាចប្រមាញ់សត្វទាំងលើដីនិងក្នុងទឹកដោយសារវាមានសម្បុរលាយឡំជាមួយព្រៃវាអាចលាក់ខ្លួនបានយ៉ាងល្អរហូតពេលខ្លះសូម្បីតែអ្នកជំនាញក៏ពិបាកមើលឃើញនៅក្នុងទន្លេ Amazon មានសត្វដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនមួយក្នុងចំណោមនោះគឺសត្វទឹកសាបពណ៌ផ្កាឈូកជនជាតិដើមមានរឿងព្រេងថាសត្វនេះអាចក្លាយជាមនុស្សនៅពេលយប់ទោះជាយ៉ាងណាតាមការពិតវាគឺជាសត្វកម្រមួយដែលរស់នៅតែក្នុងទន្លេទឹកសាបប៉ុណ្ណោះនិងមានភាពវៃឆ្លាតខ្ពស់មនុស្សជាច្រើនក៏ធ្លាប់ឮអំពីពស់ Anaconda ដែលជាពស់ដ៏ធំបំផុតមួយនៅលើពិភពលោកពស់ប្រភេទនេះអាចមានប្រវែងជាច្រើនម៉ែត្រនិងរស់នៅជិតទឹកវាមិនប្រើពឹសទេប៉ុន្តែប្រើកម្លាំងរឹតបន្តឹងសត្វព្រៃមុននឹងលេបចូលទៅទាំងមូលនៅក្នុងទឹកទន្លេដដែលនេះក៏មានត្រីពីរញ្ញាដែលល្បីថាមានធ្មេញមុតស្រួចទោះបីក្នុងខ្សែភាពយន្តជាច្រើនបានបង្ហាញថាវាគ្រោះថ្នាក់ខ្លាំងក៏ដោយតាមពិតការសិក្សាវិទ្យាសាស្ត្រត្រីភាគច្រើនមិនវាយប្រហារមនុស្សទេលើកលែងតែក្នុងស្ថានភាពពិសេសដូចជាពេលខ្វះអាហារខ្លាំងឬត្រូវបានរំខាននៅលើមែកឈើខ្ពស់មានសត្វស្លុតដែលល្បីដោយសារចលនាយឺតវាចំណាយពេលភាគច្រើនក្នុងជីវិតនៅលើដើមឈើហើយស៊ីស្លឹកជាអាហារភាពយឺតរបស់វាជួយឲ្យសន្សំថាមពលនិងជួយលាក់ខ្លួនពីសត្វប្រមាញ់ Amazon ក៏ជាសម្បុករបស់បក្សីពណ៌ស្រស់ស្អាតជាច្រើនដូចជា Macaw និង Dugong ពណ៌ដ៏ភ្លឺរបស់វាមិនត្រឹមតែធ្វើឲ្យព្រៃមានសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយក្នុងការទាក់ទាញគូនិងបំបែកគ្រាប់ពូជរុក្ខជាតិពេលហោះហើរផងដែរក្រៅពីសត្វព្រៃ Amazon ក៏មានរុក្ខជាតិដ៏អស្ចារ្យរាប់ម៉ឺនប្រភេទមានដើមឈើខ្លះមានកម្ពស់លើសពី60ម៉ែត្រហើយអាយុកាលរាប់រយឆ្នាំរុក្ខជាតិជាច្រើនមានសារធាតុដែលអ្នកវិទ្យាសាស្ត្រយកទៅស្រាវជ្រាវសម្រាប់ផលិតឱសថត្រាំព្យាបាលជំងឺមួយចំនួននៅសពថ្ងៃមានប្រភពពីរុក្ខជាតិក្នុងព្រៃ Amazon រុក្ខជាតិមួយចំនួនក៏មានវិធីការពារខ្លួនដ៏ចម្លែកខ្លះមានបន្លាមុតខ្លះបញ្ចេញជាតិពឹសហើយខ្លះទៀតមានក្លិនខ្លាំងដើម្បីបណ្ដេញសត្វដែលចង់ស៊ីវាផ្ទុយទៅវិញមានរុក្ខជាតិខ្លះផលិតផ្លែផ្អែមដើម្បីទាក់ទាញសត្វឲ្យជួយបំបែកគ្រាប់ពូជទៅកន្លែងផ្សេងនៅក្នុងព្រៃក្រាស់នេះក៏មានសត្វល្អិតរាប់លានប្រភេទដែរអ្នកវិទ្យាសាស្ត្រនៅតែរកឃើញប្រភេទថ្មីៗជារៀងរាល់ឆ្នាំសត្វល្អិតទាំងនេះមានតួនាទីសំខាន់ក្នុងលំអម្ការបំបែកសំណល់រុក្ខជាតិនិងរក្សាតុល្យភាពអេកូឡូស៊ីអ្វីដែលធ្វើឲ្យ Amazon កាន់តែអស្ចារ្យនោះគឺសត្វនិងរុក្ខជាតិទាំងអស់មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធបើប្រភេទមួយបាត់បង់វាអាចប៉ះពាល់ដល់ប្រភេទជាច្រើនផ្សេងទៀតដូច្នេះការការពារព្រៃមិនមែនជាការការពារតែដើមឈើប៉ុណ្ណោះទេប៉ុន្តែជាការការពារជីវិតរាប់លានប្រភេទទោះបីជាអ្នកវិទ្យាសាស្ត្របានសិក្សាព្រៃ Amazon អស់ជាច្រើនទសវត្សរ៍ក៏ដោយពួកគេជឿថានៅតែមានសត្វនិងរុក្ខជាតិជាច្រើនដែលមិនទាន់ត្រូវបានរកឃើញនេះហើយជាមូលហេតុដែលព្រៃ Amazon នៅតែត្រូវបានគេចាត់ទុកថាជាកន្លែងពោរពេញដោយអាថ៌កំបាំងនៅវគ្គបន្ទាប់យើងនឹងស្វែងយល់អំពីកុលសម្ព័ន្ធជនជាតិដើមដែលរស់នៅក្នុងព្រៃ Amazon របៀបរស់នៅវប្បធម៌
និងចំណេះដឹងដ៏អស្ចារ្យរបស់ពួកគេដែលបានបន្តពីបុព្វបុរសរាប់ពាន់ឆ្នាំឥឡូវនេះយើងទៅស្វែងយល់ពីកុលសម្ព័ន្ធជនជាតិដើមនិងជីវិតដែលលាក់ខ្លួននៅក្នុងព្រៃនៅពេលនិយាយអំពីព្រៃអាម៉ាហ្សូនមនុស្សភាគច្រើនតែងតែនឹកឃើញដើមឈើខ្ពស់ៗសត្វព្រៃដ៏កម្រនិងទន្លេដ៏ធំសម្បើមប៉ុន្តែនៅក្នុងព្រៃដ៏ធំនេះក៏មានមនុស្សរស់នៅជាច្រើនពាន់ឆ្នាំមកហើយដែរពួកគេគឺជាជនជាតិដើមភាគតិចដែលបានរៀនរស់នៅស្របតាមធម្មជាតិនិងរក្សាវប្បធម៌របស់ខ្លួនអស់រយៈពេលជាច្រើនជំនាន់កុលសម្ព័ន្ធនីមួយៗមានភាសាប្រពៃណីនិងរបៀបរស់នៅខុសៗគ្នាអ្នកស្រាវជ្រាវបានប៉ាន់ស្មានថានៅតំបន់អាម៉ាហ្សូនមានកុលសម្ព័ន្ធរាប់រយហើយមានកុលសម្ព័ន្ធមួយចំនួននៅតែជ្រើសរើសរស់នៅដាច់ដោយឡែកពីពិភពខាងក្រៅដើម្បីការពារសុខភាពនិងវប្បធម៌របស់ពួកគេរដ្ឋាភិបាលនិងអង្គការអន្តរជាតិជាច្រើនព្យាយាមកាត់បន្ថយការរំខានពីខាងក្រៅជីវិតប្រចាំថ្ងៃរបស់ជនជាតិដើមមានភាពសាមញ្ញប៉ុន្តែពោរពេញដោយចំណេះដឹងអំពីធម្មជាតិពួកគេដឹងថាដើមឈើណាអាចប្រើប្រាស់សម្រាប់សាងសង់ផ្ទះរុក្ខជាតិណាអាចធ្វើជាថ្នាំនិងផ្លែឈើណាអាចបរិភោគបានចំណេះដឹងទាំងនេះត្រូវបានបង្រៀនពីមនុស្សចាស់ទៅកាន់កូនចៅតាមរយៈបទពិសោធន៍និងការរស់នៅជាក់ស្ដែងការបរបាញ់និងការនេសាទគឺជាប្រភពអាហារដ៏សំខាន់ពួកគេប្រើធ្នូព្រួញនិងឧបករណ៍ធ្វើដោយដៃនៅកន្លែងខ្លះព្រួញត្រូវបានលាបដោយជាតិពុលដែលធ្វើពីរុក្ខជាតិឬសត្វមួយចំនួនដើម្បីប្រមាញ់សត្វបានកាន់តែងាយការប្រើប្រាស់វិធីនេះត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ននិងផ្អែកលើចំណេះដឹងបុរាណផ្ទះរបស់ពួកគេច្រើនសង់ពីឈើស្លឹកត្នោតឬស្លឹកដើមឈើធំៗដែលអាចការពារពីភ្លៀងនិងកម្ដៅបានយ៉ាងល្អភូមិភាគច្រើនស្ថិតនៅក្បែរទន្លេដើម្បីងាយស្រួលរកទឹកនេសាទនិងធ្វើដំណើរតាមទូកជនជាតិដើមជាច្រើនមានជំនឿថាព្រៃទន្លេនិងសត្វមានវិញ្ញាណឬអំណាចដែលគួរឲ្យគោរពពួកគេធ្វើពិធីប្រពៃណីមួយចំនួនមុនការបរបាញ់ឬមុនកាត់ដើមឈើធំៗដើម្បីបង្ហាញការគោរពចំពោះធម្មជាតិទោះជាជំនឿទាំងនេះមិនអាចបញ្ជាក់តាមវិទ្យាសាស្ត្របានក៏ដោយវាបានជួយបង្កើតទម្លាប់ក្នុងការប្រើប្រាស់ធនធានធម្មជាតិដោយប្រុងប្រយ័ត្នអ្នកស្រាវជ្រាវក៏បានរកឃើញថាជនជាតិដើមមានចំណេះដឹងយ៉ាងទូលំទូលាយអំពីរុក្ខជាតិឱសថពួកគេអាចប្រើស្លឹកសម្បកឈើឬនិងផ្ការបស់រុក្ខជាតិជាច្រើនដើម្បីជួយព្យាបាលរបួសបន្ថយគ្រុនក្តៅឬជួយបំបត្តិការឈឺចាប់ចំណេះដឹងរបស់ពួកគេមួយចំនួនក៏បានជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍឱសថសម័យទំនើបប៉ុន្តែជីវិតរបស់កុលសម្ព័ន្ធទាំងនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនការកាប់បំផ្លាញព្រៃការជីករ៉ែនិងការពង្រីកដីកសិកម្មបានធ្វើឲ្យតំបន់រស់នៅរបស់ពួកគេរួមទៅនៅកន្លែងខ្លះការប៉ះពាល់ពីជំងឺដែលនាំចូលពីខាងក្រៅក៏បានបង្កការលំបាកដល់សហគមន៍ផងដែរទោះបីជាមានការផ្លាស់ប្ដូរជាច្រើនក៏ដោយជនជាតិដើមជាច្រើននៅតែខិតខំថែរក្សាវប្បធម៌ភាសានិងរបៀបរស់នៅរបស់ខ្លួនពួកគេចាត់ទុកព្រៃអាម៉ាហ្សូនថាជាផ្ទះនិងជាមរតកដែលត្រូវប្រគល់ឲ្យកូនចៅជំនាន់ក្រោយសប្តាហ៍ថ្ងៃនេះអ្នកវិទ្យាសាស្ត្រនិងអង្គការអភិរក្សជាច្រើនបានទទួលស្គាល់ថាចំណេះដឹងរបស់ជនជាតិដើមមានតម្លៃយ៉ាងខ្លាំងការរួមបញ្ចូលចំណេះដឹងបុរាណជាមួយវិទ្យាសាស្ត្រទំនើបអាចជួយការពារព្រៃអាម៉ាហ្សូននិងជីវៈចម្រុះរបស់វាបានកាន់តែមានប្រសិទ្ធភាពព្រៃអាម៉ាហ្សូនមិនត្រឹមតែជាទីជម្រករបស់សត្វនិងរុក្ខជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាផ្ទះរបស់មនុស្សដែលបានរស់នៅទីនោះរាប់ពាន់ឆ្នាំការយល់ដឹងនិងការគោរពវប្បធម៌របស់ពួកគេគឺជាផ្នែកដ៏សំខាន់មួយនៃការអភិរក្សព្រៃដ៏អស្ចារ្យនេះនៅក្នុងវគ្គបន្តទៀតយើងទៅស្វែងយល់ពីអាថ៌កំបាំងរឿងព្រេងនិងការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងព្រៃអាម៉ាហ្សូនរួមទាំងភស្តុតាងវិទ្យាសាស្ត្រនិងរឿងរ៉ាវដែលនៅតែជាប្រធានបទនៃការស្រាវជ្រាវព្រៃអាម៉ាហ្សូនមិនត្រឹមតែល្បីដោយសារទំហំដ៏ធំសម្បើមនិងជីវៈចម្រុះប៉ុណ្ណោះទេប៉ុន្តែវាក៏ជាប្រភពនៃរឿងព្រេងនិងអាថ៌កំបាំងជាច្រើនដែលបានបន្តតាំងពីបុរាណកាលមកអ្នកផ្សងព្រេងអ្នកស្រាវជ្រាវនិងអ្នកទេសចរជាច្រើនបាននាំយករឿងរ៉ាវផ្សេងៗមកចែករំលែកដែលធ្វើឲ្យព្រេងនេះកាន់តែមានភាពអាថ៌កំបាំងរឿងព្រេងមួយដែលល្បីជាងគេគឺទីក្រុងមាស EI Dorado កាលពីរាប់រយឆ្នាំមុនអ្នករករកជាច្រើនបានជឿថាមានទីក្រុងមួយដែលពោរពេញទៅដោយមាសនិងទ្រព្យសម្បត្តិលាក់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូនពួកគេបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងរកប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃមិនមានភស្តុតាងដែលបញ្ជាក់ថាទីក្រុងមាសនេះមានពិតប្រាកដឡើយក្រៅពីរឿងទីក្រុងមាសក៏មានរឿងព្រេងអំពីសត្វចម្លែកដែលរស់នៅក្នុងទន្លេនិងព្រៃជ្រៅជនជាតិដើមខ្លះបាននិទានអំពីសត្វដែលមានទំហំធំខុសធម្មតាឬសំឡេងចម្លែកដែលអាចឮនៅពេលយប់ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រចាត់ទុកថារឿងទាំងនេះជាផ្នែកមួយនៃវប្បធម៌និងរឿងព្រេងហើយមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រគាំទ្រទេ
ក្នុងរយៈពេលប្រមាណទសវត្សរ៍ចុងក្រោយនេះបច្ចេកវិទ្យាទំនើបបានផ្លាស់ប្ដូររបៀបដែលមនុស្សសិក្សាព្រៃ Amazon ការប្រើប្រាស់ផ្កាយរណបយន្តហោះគ្មានមនុស្សបើកនិងបច្ចេកវិទ្យាបាញ់ឡាស៊ែរពីលើអាកាសបានជួយឲ្យអ្នកស្រាវជ្រាវមើលឃើញអ្វីដែលលាក់ខ្លួនក្រោមដំបូលព្រៃក្រាស់ការស្រាវជ្រាវទាំងនេះបានរកឃើញសំណល់ផ្លូវបុរាណរលាយទឹកកំពែងនិងស្នាមសំណង់ជាច្រើនការរកឃើញនេះបង្ហាញថាកាលពីអតីតកាល Amazon ប្រហែលជាធ្លាប់មានសហគមន៍មនុស្សធំៗរស់នៅហើយពួកគេមានជំនាញក្នុងការរៀបចំដីនិងគ្រប់គ្រងធនធានធម្មជាតិអ្នកវិទ្យាសាស្ត្រក៏បានរកឃើញរូបរាងធរណីមាត្រដ៏ធំៗនៅលើដីដែលគេហៅថា George Leaf សំណង់ទាំងនេះត្រូវបានបង្កើតដោយមនុស្សបុរាណប៉ុន្តែគោលបំណងពិតប្រាកដរបស់វានៅតែមិនទាន់ដឹងច្បាស់អ្នកខ្លះសន្និដ្ឋានថាវាអាចជាកន្លែងធ្វើពិធីសាសនាឬកន្លែងប្រមូលផ្ដុំរបស់សហគមន៍អាចកំបាំងមួយទៀតគឺជាការរកឃើញប្រភេទសត្វនិងរុក្ខជាតិថ្មីៗជារៀងរាល់ឆ្នាំពេលខ្លះអ្នកស្រាវជ្រាវអាចរកឃើញត្រីកង្កែបសត្វល្អិតឬរុក្ខជាតិដែលមិនធ្លាប់មានការកត់ត្រាពីមុននេះបង្ហាញថាព្រៃ Amazon នៅតែមានអាចកំបាំងជាច្រើនដែលមនុស្សមិនទាន់ស្គាល់ទោះបីជាមានរឿងព្រេងជាច្រើនក៏ដោយវិទ្យាសាស្ត្របានបង្ហាញថាភាពអស្ចារ្យពិតប្រាកដរបស់ Amazon គឺស្ថិតនៅក្នុងជីវៈចម្រុះនិងប្រវត្តិសាស្ត្ររបស់វាមិនមែននៅក្នុងរឿងអបិយជំនឿនោះទេការសិក្សាដោយផ្អែកលើភស្តុតាងបានជួយឲ្យយើងយល់កាន់តែច្បាស់អំពីព្រៃដ៏អស្ចារ្យនេះសម្រាប់អ្នកវិទ្យាសាស្ត្រ Amazon គឺដូចជាបណ្ណាល័យធម្មជាតិដ៏ធំមួយរាល់ដើមឈើរាល់សត្វនិងរាល់ស្រទាប់ដីអាចផ្ទុកព័ត៌មានអំពីការវិវត្តនៃជីវិតលើផែនដីនិងអាចជួយដល់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកសិកម្មនិងបរិស្ថាននាពេលអនាគតដូច្នេះអាចកំបាំងដ៏ធំបំផុតរបស់ព្រៃ Amazon ប្រហែលមិនមែនជាទីក្រុងមាសឬសត្វចម្លែកនោះទេប៉ុន្តែជាចំណេះដឹងដ៏ច្រើនសន្ធឹកសន្ធាប់ដែលមនុស្សនៅមិនទាន់បានស្វែងយល់អស់រាល់ការស្រាវជ្រាវថ្មីៗអាចនាំមកនូវការរកឃើញដែលបានផ្លាស់ប្ដូរការយល់ដឹងរបស់យើងអំពីធម្មជាតិជាចុងក្រោយបើសិនជាបងប្អូនចង់ស្វែងយល់ពីអ្វីបន្តទៀតបងប្អូនអាច comment នៅខាងចុងវីដេអូនេះបានខ្ញុំបាទនឹងព្យាយាមស្រាវជ្រាវធ្វើជាវីដេអូផ្ដល់ជាចំណេះដឹងដល់បងប្អូនបន្តទៀត